ឥឡូវដល់ពេលស្រ័យប្រស្នាហើយបើគ្មានអាណាឆ្លើយត្រូវទេយើងនឹងរឹបអស់យកទ្រព្យសម្បត្តិទាំងអស់ចាត់ការទៅសំណួរតាក់ទងនឹងភូមិវិទ្យាប្រវត្តិវិទ្យាគណិតវិទ្យាជីវវិទ្យាហើយនឹងចំណេះដឹងទូទៅលឺទេបើគ្មានអ្នកចេះទេឆាប់ប្រគល់អាចច្រមុះចេញមកវិធីឆ្លើយសំណួរងាយៗខ្លីហើយរហ័សចំណេះដឹងទូទៅស៊ីដេកនឹងវាយហ្គេមវិទ្យាខ្ញុំអាចឆ្លើយបានទាំងអស់ដឹងទេអូយជួបអ្នកខ្លាំងហើយអូយមានសង្ឃឹមឈ្នះហើយកុំបារម្ភកុំបារម្ភខ្ញុំគឺជាកំពូលអ្នកស្រាយប្រស្នាមុខចាស់សម្លេងក្មេង Unfake Reason by Sloy ឈ្មោះជន់ផ្លោកមាសណាខ្ញុំមានរហស្សនាមថាអត់លិតប្រចាំសតវត្សថ្មីរំដួលដូរដីអាចារ្យអូយសូមពិនិត្យមើលបន្តិចមើលមានណាជាប់ខ្លាញ់មកទេខ្ចីយកទៅស្ងោជ្រក់ស៊ីសិនបានហើយដល់ពេលឆ្លើយប្រស្នាហើយប្រាប់មកមើលតើភ្នំអ្វីដែលខ្ពស់ជាងគេនៅក្នុងប្រទេសខ្មែរភ្នំដែលខ្ពស់ជាងគេនោះគឺភ្នំបូកគោនោះអីត្រឹមត្រូវខែឆ្នាំខែណាដែលមានថ្ងៃតិចជាងគេតិចថ្ងៃខែដែលតិចថ្ងៃគឺមាន2ខែណែចាប់សួរវាទៅសួរទៅតើ1ហិកតាមានប៉ុន្មានម៉ែត្រ4ជ្រុង1ហិកតាមានប៉ុន្មានម៉ែត្រគឺមាន10000ម៉ែត្រ4ជ្រុងត្រូវទេរូបសំណាកអ្វីតំណាងខេត្តកំពតសត្វសេះពណ៌សដកកដុសស្នែងយើងមិនជឿតែឯងឆ្លើយត្រូវទាំងអស់ទេជំងឺអ្វីដែលចម្លងដោយមូសខ្លាញីគឺជំងឺគ្រុនចាញ់កន្លះគីឡូស្មើប៉ុន្មានម៉ែត្រកន្លះគីឡូម៉ែត្រស្មើនឹង5គីឡូម៉ែត្រសូមអធិស្ឋានផងចុះពានរង្វាន់ Cambodian Idol ឆ្នាំនេះប្រកាសជាបានមកខ្ញុំណាចាន់អស់ការងារហើយត្រឡប់ទៅវិញទៅសូមជម្រាបសួរអូយសម្លាញ់មិញនេះគ្នាយើងប្រើបច្ចេកទេសឆ្លើយសំណួរត្រូវល្អណាស់ឯងល្មមដល់ពេលទៅផ្ទះវិញហើយល្អយើងទៅផ្ទះវិញទៅហៅអ្នកដល់ប្រស្នាមកទៅផ្ទះវិញវើយអូយអាទាំងរៃមិនតាន់ងាប់ទេទៅដល់ណាលើកមុខមាត់យើងកន្លែងហ្នឹងអើយខ្មាស់គេខ្លាំងណាស់ដូចជ្រុលពេកទេដឹងហ៎ម៉េច